រយៈពេល6 ខែដើមឆ្នាំនេះកម្ពុជាបានចំណាយជាង$61 លានអាមេរិកលើការនាំចូលគ្រឿងសមុទ្រប៉ុន្តែកម្ពុជាក៏បាននាំចេញគ្រឿងសមុទ្ររបស់ខ្លួនទៅទីផ្សារក្រៅប្រទេសផងដែរនេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មវឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថានៅក្នុងឆមាសទី1ឆ្នាំនេះកម្ពុជាបានចំណាយថវិកាជាង$61 លានដើម្បីនាំចូលគ្រឿងសមុទ្រសរុបជិត38,000 តោនមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឯកឧត្តមប៉ែនសុវិជាតិអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាមុខទំនិញគ្រឿងសមុទ្រដែលកម្ពុជានាំចូលជាចម្បងរួមមានត្រីធូណាបង្គាស្រស់ក្លាសេមឹកគ្រឿងសមុទ្របង្កកលៀសសមុទ្រក្រែងងាវនិងក្រុមជាដើមតាមរបាយការណ៍ដដែលចង្អុលថាវៀតណាមគឺជាប្រភពនាំចូលគ្រឿងសមុទ្រធំជាងគេមកកម្ពុជាដែលមានទំហំទឹកប្រាក់រហូតដល់ជាង$33 លានបន្ទាប់មកគឺប្រទេសចិនមានតម្លៃជាង$16 លានដែលឡែកទីផ្សារនាំចូលផ្សេងទៀតដូចជាថៃហុងកុងអូស្ត្រាលីបារាំងជប៉ុនកូរ៉េម៉ាឡេស៊ីនិងប្រទេសដទៃទៀតមានទំហំនាំចូលក្នុងតម្លៃក្រោម$10 លានទន្ទឹមនឹងគ្នានេះដែរកម្ពុជាក៏បាននាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារអន្តរជាតិវិញផងដែរក្នុងរយៈពេលដូចគ្នាកម្ពុជារកចំណូលបានជាង$1 លានពីការនាំចេញគ្រឿងសមុទ្រក្នុងបរិមាណជាង1,200 តោនទៅកាន់ប្រទេសមួយចំនួនដូចជាចិនហុងកុងឥណ្ឌាអាមេរិកកូរ៉េជប៉ុនបារាំងនិងកាណាដាជាដើមគ្រឿងសមុទ្រដែលកម្ពុជានាំចេញមានដូចជាប្រហិតត្រីប្រហិតបង្គាពងត្រីប្រឡាក់ពពុះទឹកនិងអំបិលសូមរំលឹកថាកាលពីឆ្នាំ2025កម្ពុជាបានចំណាយជាង$74 លានលើការនាំចូលគ្រឿងសមុទ្រពីបរទេសក្នុងបរិមាណជិត50,000 តោនដែលឡែកសម្រាប់ការនាំចេញវិញកម្ពុជារកចំណូលបានជាង$94,000ពីការនាំចេញគ្រឿងសមុទ្រប្រមាណ1,600 តោនទៅកាន់ទីផ្សារអន្តរជាតិ